ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះលេខស៊ី330ឆ្នាំ05នេះរៀបចំរួចរាល់ហើយនាំបងប្អូនមកមើលទាំងអស់គ្នាជាប្រភេទឡានផ្លាកលេខពណ៌សកម្មៃឆ្នាំ05ប្រភេទពង1បាទនេះបងប្អូនប្រភេទពង1ពណ៌សកម្មៃនេះប្រភេទឡានផ្លាកលេខហើយបន្តិចទៀតខ្ញុំនឹងបង្ហាញពីម៉ញ៉ែតជាមួយនឹងស្លឹកឈៀកឲ្យបងប្អូនបានឃើញប្រភេទជាគៀងគុជពង1សនំដើមហើយអ្វីដែលពិសេសហ្នឹងនេះកាមេរ៉ាមកនេះនៅកន្លែងនេះគឺជាប្រភេទម៉ញ៉ែត MC ផ្លាកលេខ 2C បាទឆ្នាំ05ឆ្នាំ05នៅសនំដើមម្ចាស់ដើមទី1ស្រុកខ្មែរទេប្រភេទជាគៀងគុជជាមួយនឹងខ្នងលឿងហើយបើនិយាយពីភិនភាគឡាននេះគឺធានាជូនពុកម៉ែបងប្អូនតែម្ដងអត់កាត់តអត់ដូរពណ៌ហើយប្រភេទប៊ូតុងជាកូត half full បងប្អូន half full ហើយកៅអីចុចប្រភេទកៅអីចុចក្នុងលឿងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បាននៅតកូលលីស៊ី300ពណ៌សកម្មៃនេះគឺកំពុងតែមានក្នុងស្តុកមួយគ្រឿងទៀតហើយប្រភេទផ្លាកលេខហេតុអីអត់ចាប់ផ្លាកលេខព្រោះតាឡាននេះយកលេខទៅជន់យកលេខវែងឲ្យសង្ហាបន្តិចអញ្ចឹងនេះហើយជាស្តុកថ្មីដែលបងប្អូនស្វែងរកប្រភេទពង1កំពុងតែពេញនិយមមែនតើជាគេងគុជហើយឥឡូវនេះខ្ញុំនឹងបង្ហាញនៅប្លុកម៉ាស៊ីនកាមេរ៉ាចាំមើលប្លុកម៉ាស៊ីនទាំងអស់គ្នាបង្ហាញជូនពុកម៉ែបងប្អូនបាទសម្រាប់ឡានមួយគ្រឿងនេះគឺទៅតែរៀបចំរួចបូលារួចជូនពុកម៉ែបងប្អូនអញ្ចឹងបងប្អូនដោយបញ្ជាក់ជូនអញ្ចឹងឡាននេះឡានម្ចាស់ដើមបន្ទុកអូតូឆេក50ជាង760ហើយនឹងអត់កាត់តអត់ដូរពណ៌ហើយប្រភេទពង1នេះគឺជាប្លុកម៉ាស៊ីនទាំងអស់អត់មានប្រវត្តិបុកប៉ះទេបាទដូចឃើញក្នុងភិនភាពរូបភាពអញ្ចឹងប្រភេទដបលបើកលេខ C330 ឆ្នាំ05ពង1ដែលទៅតែកាត់ចូលស្តុកបាទជាប្រភេទឡានស្អាតសំណុំដើមផ្លាកលេខយកទៅជន់បាត់ហើយម៉ញ៉ែតខ្ពស់ឡានម្ចាស់ដើមទៅប្រើបាន 4-5 ឆ្នាំទេម៉ញ៉ែត MC ជាមួយនឹងពុនផ្លូវឈៀករួចរាល់ទាំងអស់បំពាក់ជាគៀងគុជហើយក្នុងលឿងពង1សំណុំដើមគ្មានប្រវត្តិបុកប៉ះកាត់តទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមកមើល330នេះគឺដឹងតែត្រូវទេបាទអញ្ចឹងអាចមកមើលបានរៀបចំរួចរាល់ឥឡូវនេះនៅពីក្រោយខ្នងរបស់ខ្ញុំគឺមានសិតតែស្តុកតកូលិចស៊ីមានទាំង300ឆ្នាំ2000 470ឆ្នាំ2001 300ឆ្នាំ03ហើយនិង470ឆ្នាំ03អញ្ចឹងពណ៌សពណ៌ខ្មៅគឺកំពុងមានក្នុងស្តុកតកូលិចស៊ីបងប្អូនដែលកំពុងរកអាពួកលិចស៊ីនេះយកទៅប្រើគឺកំពុងមានក្នុងស្តុកហើយអាចតាក់ទងមកបានមានច្រើនជំរឿសម្រាប់ពុកម៉ែបងប្អូននៅឃ្លាំងឆេងខូនអូតូបាយបាយ